ពេលណាដែលមិនទាន់បានអប់រំចិត្តយល់អំពីអរិយសច្ចៈបើយើងទាំងអស់គ្នានឹងឯងមានជំងឺក្នុងវត្តដាក់នឹងទាំងអស់កណាប៉ុន្តែឥឡូវនេះសម្មាសម្ពុទ្ធោសលកថោតថាគតបានត្រាស់ដឹងហើយតថាគតជាអគ្គវិជ្ជបណ្ឌិតសម្រាប់ព្យាបាលនៅរោគផ្លូវចិត្តរបស់អ្នកទាំងឡាយអញ្ចឹងអ្នកទាំងឡាយចូលមករកតថាគតពុទ្ធប្រទានឲ្យពុទ្ធាំងសារណង្កច្ឆាមិធម្មំសារណង្កច្ឆាមិសង្ឃាំងសារណង្កច្ឆាមិទោះបីជាពួកចន្ទដៀលដែរពួកអ្នកក្រក៏ដែរពួកកហបតីដែរពួកសទ្ធិដែរពួកស្ដេចក៏ដែរស្ដេចចតុលោកបាលដែរស្ដេចសកតេរាជព្រំក៏ដែរជួបព្រះសម្មាសម្ពុទ្ធព្រះអង្គអត់ឲ្យប្រទានអីក្រៅអំពីព្រះរតនត្រ័យហ្នឹងឯងបានទទួលព្រះរតនត្រ័យហើយវិថីចិត្តរបស់យើងនេះដូរពីបុគ្គលមច្ឆាទិដ្ឋិមកសមាទិដ្ឋិដោយមានសទ្ធានេះជាឫសគល់សទ្ធានឹងកើតពីអីកើតអំពីការសេពគប់កើតអំពីការស្ដាប់យល់ហើយលះបង់មច្ឆេរមលੰងលះបង់នៅគ្រឿងសៅមងមានរាគៈទោសៈមោហៈនេះជាដើមធ្វើឲ្យសទ្ធានឹងថ្លាស្អាតបានទៅឃើញប្រយោជន៍នៃរតនត្រ័យសម្រេចដោយសទ្ធាជ្រះថ្លាប្រកបដោយបញ្ញាដល់តែមានបញ្ញាសទ្ធាហដ្ឋាមហាមនីបានយកដៃទាំងគូនឹងទទួលសមាទានកាន់យកសិលពីព្រះសម្មាសម្ពុទ្ធយ៉ាងណាសិលនឹងឯងរំលត់នៅអីទោសៈទាននឹងសម្រាប់រំលត់អីលោភៈសមាធិនឹងឯងវិបស្សនានឹងឯងសម្រាប់រំលត់អីមោហៈពេលណាដែលទានសិលភាវនាសិលសមាធិនិងបញ្ញាជាអលោភៈអទោសៈមោហៈកើតលោភៈទោសៈមោហៈរលត់ដែរយ៉ាងណាអញ្ចឹងលោភៈទោសៈមោហៈនេះជាជំងឺពេលណាដែលអស់ជំងឺទៅជាអលោភៈអទោសៈអមោហៈកុសលេនធម្មេនៈធម៌ដែលជាកុសលហ្នឹងជាធម៌ឆ្លៀសអញ្ចឹងបើធម៌ឆ្លៀសចិត្តរបស់បុគ្គលដែលឆ្លៀសហ្នឹងអស់រោគអរោគយេនៈជាបុគ្គលមិនមានរោគសតរថេនៈបុគ្គលអត់រោគកាយនឹងក៏ភ្លឺថ្លាចិត្តនឹងក៏ភ្លឺថ្លាសតរៈបងណាអត្ថាសតរៈអ្នកដែលអប់រំចិត្តមានទានសិលភាវនាសិលសមាធិបញ្ញាជាបុគ្គលមានចិត្តថ្លា